បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទផាន់ណាឥឡូវនេះខ្ញុំបាទសូមណែនាំពុកម៉ែបងប្អូននៅដីដែលជាប់នឹងផ្លូវបេតុងមេទំហំ12ម៉ែត្រពុកម៉ែបងប្អូនហើយចំពោះទិដ្ឋភាពផ្លូវនោះគឺផ្លូវកប់ស្រូវឬក៏មហាវិថីឈ្នះហើយយើងចុះពីមហាវិថីឈ្នះឬផ្លូវកប់ស្រូវគឺចម្ងាយត្រឹមតែ50ម៉ែត្រតែប៉ុណ្ណោះពុកម៉ែបងប្អូនហើយចំពោះឯដីនេះគឺមានទំហំទទឹង24ម៉ែត្រហើយបណ្ដោយរហូតដល់35ម៉ែត្រកម្មសិទ្ធិប្លង់រឹងហើយចំពោះទំហំនៅក្នុងបានកម្មសិទ្ធិប្លង់រឹងគឺមានទំហំរហូតដល់840ម៉ែត្រការ៉េផងដែរបាទពុកម៉ែបងប្អូននេះទីតាំងដីដោយបងខ្ញុំគាត់បានជម្រាបជូនពុកម៉ែបងប្អូនមុននឹងបន្តិចចឹងទីតាំងដីនេះទំហំ24ម៉ែត្រចម្រៅ35ម៉ែត្រជាប់ផ្លូវបេតុងទំហំ12ម៉ែត្រមានប្រព័ន្ធទឹកប្រព័ន្ធភ្លើងប្រព័ន្ធលូរួចជាស្រេចចឹងតាក់ទងនឹងទីតាំងដីនេះផ្ទាល់ល្អសម្រាប់ពុកម៉ែបងប្អូនសង់ជាឃ្លាំងជាវិឡាជាសំណង់អាគារឬក៏ជាផ្ទះសំណាក់បាទបន្តមកនេះពុកម៉ែបងប្អូនខ្ញុំបាទសូមណែនាំពីផ្លូវខាងក្រោយខ្ញុំនេះគឺមហាវិថីឈ្នះឬយើងនិយាយថាផ្លូវកប់ស្រូវតែម្ដងហើយពុកម៉ែបងប្អូនប្រកាសជាដឹងហើយថាដីលក់មួយកន្លែងនេះគឺមានទីតាំងស្ថិតនៅក្បែរតំបន់អភិវឌ្ឍបឹងតាមុកក្បែរមន្ទីរពេទ្យជាតិតេជោសន្តិភាពក្បែរតំបន់អភិវឌ្ឍឧទ្យានជាតិ70វិថាដែលសម្ដេចនាយករដ្ឋមន្ត្រីលោកទើបតែប្រកាសថ្មីនេះផងដែរហើយសូមបញ្ជាក់មួយទៀតគឺទីតាំងដីនេះចុះពីមហាវិថីឈ្នះមកតែ50ម៉ែត្រតែប៉ុណ្ណោះជាប់នៅលើផ្លូវបេតុងទំហំ12ម៉ែត្រអញ្ចឹងព័ត៌មានលម្អិតពុកម៉ែបងប្អូនអាចទំនាក់ទំនងមកកាន់បងប្អូនរបស់ខ្ញុំបាន